បើសិនជាអ្នកគ្នាត្រៀមទៅថត event លើដំបូងនេះជា3ចំណុចដែលខ្ញុំគិតថាអ្នកគ្នាគួរតែដឹងចំណុចទី1ការរៀបចំ plan behind ដោយយើងធ្វើការទៅមើលអំពីប្លង់ទីតាំងថតនៃ event របស់យើងហើយវាជួយយើងបានច្រើនមែនទែនក្នុងការធ្វើវីដេអូដែលយើងអាចដឹងអំពីប្លង់ណាដែលយើងថតមុនឬថតក្រោយវាអាចជួយយើងស្ទើរតែ 50% ក្នុងការផលិតវីដេអូចំណុចទី2គឺការដឹង schedule មុនថ្ងៃ event មួយថ្ងៃហ្នឹងគឺយើងសុំ organizer ឲ្យគាត់ផ្ញើ agenda ទាក់ទងមួយពេលវេលាពេលណាដែល VIP arrival មកដល់ពេលណាដែលចាប់ផ្ដើមកម្មវិធីអីម៉ោងប្រហែលទៅចាប់ផ្ដើមកម្មវិធីអីស្រួលយើងចាត់ចែងពេលវេលានៅក្នុងការដែលយើងត្រូវទៅថតបើសិនជាយើងមិនដឹងទេអ្នកនរអាចនឹងខកខានពេលវេលាណាមួយដែលថាពេលខ្លះអាចនឹងប្លង់កន្លែងណាសំខាន់តែយើងអត់ដឹងហើយយើងអត់បានទៅថតអញ្ចឹងអាចនឹងបាត់ប្លង់ណាការដែលយើងដឹង schedule មុនហ្នឹងវាជួយឲ្យយើងចាប់ប្លង់ណាបានសំខាន់ដោយមិនបាត់ប្លង់ចូលមកដល់ចំណុចទី3គឺជាទំនាក់ទំនងក្នុងការថត event ឬក៏ថតកម្មវិធីផ្សេងចំពោះយើងជាជាងថតយើងត្រូវមានទំនាក់ទំនងជាមួយ organizer client sponsor របស់យើងដើម្បីឲ្យការថតរបស់យើងល្អនិងរលូនទៅមុខកន្លែងហ្នឹងដូចជាពេលដែលដូចអ្នកនៅក្នុង event នឹងទៅមូលដូចយើងឲ្យគេ freestyle ឬក៏គេ say hello ដាក់កាមេរ៉ាយើងអីជាដើមអញ្ចឹងអាហ្នឹងក៏ជាចំណុចមួយល្អមែនទេអញ្ចឹងពួកយើងថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យយើងចែករំលែកពីអ្វីផ្សេងទៀតឬក៏មានចម្ងល់អ្វីអាច comment សួរនៅខាងក្រោមបាទ